បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទចង់ណែនាំអំពីប្រភេទជ្រូកខ្វៃអត់ឆ្អឹងពុកម៉ែបងប្អូននេះជាប្រភេទជ្រូកខ្វៃអត់ឆ្អឹងដែលយើងធ្វើជូនភ្ញៀវលោកអ្នកអាចពិនិត្យមើលគុណភាពស្បែកបានស្រួយពុកម៉ែបងប្អូនណាបាទស្រួយគុណភាពស្បែកស្រួយហើយសាច់ស្ងួតល្អបាទស្ងួតល្អមិនសើមពេកមិនស្ងួតពេកមិនល្មមដែលយកទៅពិសាទទួលទានឲ្យឆ្ងាញ់ហើយជំរាបជូនថាជ្រូកខ្វៃនេះគឺយើងដាក់ចូលឡហើយប្រភេទជ្រូកអាំងគឺយើងអាំងដោយប្រើធ្យូងពុកម៉ែបងប្អូនណាបាទដោយប្រើធ្យូងអញ្ចឹងពីរនេះខុសគ្នាមួយរសជាតិជ្រូកខ្វៃមួយរសជាតិជ្រូកអាំងអញ្ចឹងលោកអ្នកអាចសាកបានបាទអាចសាកបានយើងមានកាប់រីជាប្រចាំថ្ងៃលោកអ្នកមានតម្រូវការអាចធ្វើការកម្មង់បាននិងមានសេវាកម្មដឹកជញ្ជូនពីចុងបញ្ចប់